ការពីព្រឹកថ្ងៃសៅរ៍ទី27ខែមិថុនាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានជួបសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូចមធ្យមនិងសិប្បកម្មកម្ពុជាក្នុងឱកាសទិវាជាតិសហគ្រាសធុនមីក្រូតូចនិងមធ្យមទិវាជាតិសហគ្រាសធុនមីក្រូតូចនិងមធ្យមកម្ពុជាត្រូវបានរាជរដ្ឋាភិបាលប្រកាសកំណត់យកថ្ងៃទី27មិថុនាដើម្បីប្រារព្ធធ្វើជារៀងរាល់ឆ្នាំដើម្បីផ្សារភ្ជាប់ទំនាក់ទំនងនិងបើកចំហររវាងរាជរដ្ឋាភិបាលជាមួយវិស័យឯកជនជាពិសេសផ្នែកសហគ្រាសធុនមីក្រូតូចនិងមធ្យមដែលហៅកាត់ថា MSME នៅទូទាំងប្រទេសឆ្លៀតក្នុងពិធីសំណេះសំណាលនេះសម្ដេចបវរធិបតីបានយកចិត្តទុកដាក់និងបានគូបញ្ជាឲ្យសហគ្រាសមីក្រូធុនតូចនិងមធ្យមសិប្បកម្មកម្ពុជាយកចិត្តទុកដាក់ទៅដល់សុវត្ថិភាពរបស់អ្នកប្រើប្រាស់សូមអញ្ជើញស្ដាប់ប្រសាសន៍ដ៏មានអត្ថន័យយ៉ាងខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីដូចតទៅផលមួយដែលលក់ឲ្យអ្នកប្រើប្រាស់ប៉ុន្តែពេលជាមួយគ្នាក៏កត្តាការទទួលខុសត្រូវរបស់ការផលិតរបស់យើងនិងផលិតផលរបស់យើងសំខាន់បើសិនជានិយាយវិញគឺក្រសួងសុខាភិបាលគាត់ចេញហាមលេណាមួយដែលផលិតទៅមានជាតិបរតច្រើនអានឹងលាបទៅវាប៉ះពាល់ទៅដល់សុខភាពផ្ទៃក្នុងអញ្ចឹងយើងត្រូវកែសម្រួលបើថាក្រុមហ៊ុនដែលផលិតឲ្យយើងថានាំចូលពីក្រៅមានបញ្ហាត្រូវឲ្យក្រុមហ៊ុនទទួលខុសត្រូវបើថាធ្វើតេស្តមិនត្រូវគ្នាត្រូវយកមកឆែកឡើងវិញឲ្យច្បាស់ប៉ុន្តែជាកិច្ចកុំចាំរត់ចាប់កុំចាំរត់ទៅធ្វើតេស្តគឺយើងត្រូវទទួលខុសត្រូវខ្លួនឯងព្រោះនេះហើយគឺជាបញ្ហាថ្ងៃមុនឃើញស្អីរឿងត្រីសំមុងហើយត្រីត្រោតស្អីណានោះបើសិនជាយើងមិនគិតអំពីគុណភាពរបស់យើងឬមួយក៏ធ្វើផលិតផលអតិថិជនគឺថាយើងរកបាន10ឆ្នាំបែកតែម្ដងគឺថាបែកដាច់តែម្ដងមកជីវិតពួកគេចាំយើងបាត់គុណភាពបាត់ទទួលខុសត្រូវនេះហើយគឺជាគន្លឹះនៃភាពជេរភាពភាពច្បាស់លាស់ភាពស្មោះត្រង់ការទទួលខុសត្រូវគុណភាពនិងតម្លៃត្រូវដើរទន្ទឹមគ្នារាជរដ្ឋាភិបាលនឹងបន្តជួយយើងខិតខំដោះស្រាយបញ្ហាជាច្រើនយើងកាត់បន្ថយពន្ធយើងសម្រួលនីតិវិធីដើម្បីធ្វើយ៉ាងណាជំរុញផលិតផលក្នុងស្រុកប៉ុន្តែបើថាឲ្យរដ្ឋចេញគោលការណ៍បិទឈប់ឲ្យយកផលិតផលប្រភេទណាពីក្រៅប្រទេសមិនថាពីប្រទេសណាទេអានឹងទៅអត់រួចពួកយើង WTO សមាជិកហើយទី2ក៏វានឹងបិទច្រករបស់យើងមិនឲ្យចេញទៅក្រៅបាទបើយើងមិនឲ្យដូចខ្ញុំយើងមិនឲ្យស៊ីម៉ងគេចូលយើងក៏មិនឲ្យស៊ីម៉ងចេញដែរមិនឲ្យថ្មម៉ាបគេចូលគេក៏មិនឲ្យថ្មម៉ាបចេញនេះនៅក្នុងស្ថានភាពដែលយើងជាសមាជិករបស់ទីផ្សារពិភពលោកគុណភាពហើយខ្ញុំសូមឲ្យ SME ថ្ងៃនេះដាក់ទិសដៅថាយើងមិនត្រូវនៅតែ SME រហូតទេត្រូវដាក់ទិសដៅពង្រឹងខ្លួនឯងដើម្បីបើពី S ពីតូចទី1ពីមីក្រូទៅតូចពីតូចទៅមធ្យមទៅធំដាក់ទិសដៅដើម្បីពង្រឹងខ្លួនឯងមហិច្ឆតាត្រូវមានតែមហិច្ឆតាគឺថាមហិច្ឆតាសមស្របទៅតាមការវិវត្តរបស់សង្គមនិងអត្ថប្រយោជន៍រួមមិនបានន័យថាយើងមិនចង់រីកតែរីកក្នុងន័យស្របរីកក្នុងន័យសុចរិតភាពរីកក្នុងន័យបង្កើននៅការជឿទុកចិត្តនិងការប្រកួតប្រជែងហើយខ្ញុំសង្ឃឹមថាចលនានិងចរន្តនៃការរីកចម្រើននៃការគ្រប់គ្រងផលិតផលក្នុងស្រុកដែលយើងឃើញនៅឆ្នាំ2025ក្រោយចំនួនព្រំដែននេះនឹងនៅតែមានហើយមានបន្តយូរអង្វែងតទៅទៀតបាទហើយខ្ញុំជឿថាយើងនៅមានសក្តានុពលច្រើនណាស់នៅក្នុងការផលិតចូលទៅក្នុងផ្សារទៅយើងឃើញហើយផលិតផលកម្ពុជាមានអីខ្លះផលិតផលនាំចូលមានអីខ្លះហើយខ្ញុំសង្ឃឹមថាថ្ងៃក្រោយផលិតផលរបស់កម្ពុជាវាយផ្លាកកម្ពុជាមិនមែនធ្វើនៅក្រៅប្រទេសវាយផ្លាកធ្វើនៅកម្ពុជាទេណា
មិនមែនយកពីក្រៅមកបកផ្លាកឲ្យដាក់ផ្លាកកម្ពុជាទេគឺផលិតនៅកម្ពុជាវាយផ្លាកកម្ពុជានឹងនៅតាមទីផ្សារលក់កាន់តែច្រើនប្រៀបធៀបទៅនឹងវត្ថុនាំចូលនេះគឺជាអ្វីដែលយើងទាំងអស់គ្នាចង់បានមិនមែនតែខ្ញុំចង់បានទេវាបញ្ជាក់អំពីសមត្ថភាពនិងភាពធន់នៃកម្ពុជាខ្លួនឯងបាទជោគយើងចំណាយទៅក្រៅរាប់ពាន់លានខ្ញុំនិយាយតែគ្រឿងហូបទេនិងរបស់ប្រើប្រាស់តូចតាចក្នុងផ្ទះដែលយើងអាចធ្វើបានបើថាធ្វើដល់កតុំរួយធ្វើដល់អាគ្រឿងអេឡិចត្រូនិកទូរស័ព្ទខ្ពស់អាហ្នឹងយើងមិននិយាយប៉ុន្តែរឿងរបស់ប្រើប្រាស់ក្នុងផ្ទះជាក្រានបាយគិតលុយរាប់ពាន់លានចុះរាប់ពាន់លានហ្នឹងពីណាប្រជាជនយើងមិនមែនប្រជាជនមិនលុយយើងខ្ចីពីគេមកខ្ចីពីធនាគារពុកលោកយកមកចាយទេអត់ទេលុយប្រជាពលរដ្ឋយើងអញ្ចឹងតើរាប់ពាន់លាននេះអាចជួយទ្រទ្រង់ business ទ្រង់ធុរកិច្ចក្នុងស្រុកខ្ញុំថាអាចធ្វើបានយកតាមមួយផ្នែកទេអត់ទៅយកតែ 30% 300 លានយកមកជួយក៏ជួយបានវិស័យបញ្ច្រួតដែរជួយបានច្រើនដែរ SOP ប៉ុន្តែសំខាន់ការតភ្ជាប់អានឹងហើយដែលមានសភាពការតាំងពីមុនផ្ទុះអាវុធខ្ញុំបានឲ្យគោលការណ៍អាដាមហេមវ៉ាឌីលោកជំទាវជាប់និមលជាមួយអាដាមអគ្គមនិតសភាចាអនពុននិរតប្រធានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចហិរញ្ញវត្ថុដើម្បីគិតគូរពីការរៀបចំយ៉ាងណាសូម្បីតែសិប្បកម្មឧទាហរណ៍នៅតំបន់ទេសចរនៅសៀមរាបយើងអាចភ្ជាប់ជាមួយសហគមន៍នៅក្រៅនោះផលិតផលទេសចរណាកាត់បន្ថយអាការនាំចូលបាទប្រជាកាលយើងចូលទៅក្នុងឃើញរូបតាព្រំមួយផលិតពីក្រៅមកដែរប៉ុន្តែនៅក្រៅគេផលិតបានតម្លៃថោកអីជាងប៉ុន្តែយើងត្រូវរកដាក់ទិសដៅមិនបាច់យកម្ដង100មុខយកម្ដងតែប្រមាណមុខនឹងធ្វើអាហ្នឹងសិនទៅអានឹងរឹងមាំយើងបង្ងាយតទៅទៀតព្រោះយើងចាប់ច្រើនពេកតិចវាអត់ទៅរួចបាទចឹងបានពេលដែលមានសភាពការនេះយើងឥឡូវមកដល់មកនេះខ្ញុំឲ្យវាយតម្លៃឥឡូវយើងរុញផលិតផល5មុខដែលជាអាទិភាពមានទឹកដោះគោមីស្ករសហើយមានប្រមាណមុខទៀតហើយផលិតផលកសិកម្មក៏មានប្រមាណមុខដែលយើងត្រូវជំរុញរដ្ឋទៅជួយយ៉ាងម៉េចដើម្បីយើងធ្វើយ៉ាងណាព្រោះទីផ្សារមានហើយឧទាហរណ៍ទឹកដោះគោឥឡូវប្រជាពលរដ្ឋយើងចាប់ផ្ដើមប្រើប្រាស់ទឹកដោះគោឆៅមិនថាប្រើនៅក្នុងកាហ្វេឬមួយក៏ប្រើប្រាស់នៅផ្ទះហូបទេទីផ្សារក្នុងស្រុកយើងមានអ្នកផលិតក្នុងស្រុកគុណភាពដែលប្រជាពលរដ្ឋយើងគាំទ្រពៀនប៉ុន្តែដល់សួរទៅយើងផ្គត់ផ្គង់បានតែ 20% ទេអញ្ចឹងរដ្ឋត្រូវយកអតិភិបផលិតផលទាំងអស់នោះដើម្បីជួយអញ្ចឹងយើងបានចេញគោលការណ៍ឥឡូវក្រុមហ៊ុនដែលវិនិយោគនៅក្នុងវិស័យទឹកដោះគោព្រោះឥឡូវយើងបាន 20% តែទីផ្សារយើងរហូតទៅដល់នៅខ្វះ 80% ទៀតដែលត្រូវផលិតអញ្ចឹងទីផ្សារយើងមានអ្នកដែលផលិតមានហើយគ្រាន់តែសមត្ថភាព capacity ទៅរួចយើងជួយយ៉ាងម៉េចអញ្ចឹងយើងគិតគូរថ្ងៃមុនដូចឲ្យអាការប្រាក់ហ្នឹងខ្ចីលុយពី ARDB ដូចខ្ញុំឲ្យតម្លាក់ទៅ0ឬមួយក៏ទាបបំផុតទី2ដីដូចឲ្យប្រមាណ1000ហិកតា free តែម្ដងដើម្បីទៅដាំស្មៅឲ្យគោទៅកុំបាច់ជួលធ្វើអី2-3 ក្រុមហ៊ុនដើម្បីយើងជួយគាត់តិចចឹងតែគាត់ត្រូវធានានៅការពង្រីកផលិតផលហើយធានាគុណភាពដើម្បីយើងពង្រីកទីផ្សាររបស់យើងនេះគឺជាការរូបមន្តនៃការជួយគ្នារវាងរដ្ឋនិងវិស័យឯកជនដើម្បីយើងមានឆន្ទៈប៉ុន្តែអាស្អីដែលយើងគោលដៅនេះគឺមិនមែនដោយសារយើងខឹងអ្នកនេះយើងចង់អត់ជំរឿសទេយើងនៅមានជំរឿស
ការនាំចូលពីប្រទេសណាក៏ដោយប៉ុន្តែជាគោលដៅរបស់យើងចង់ពង្រឹងភាពម្ចាស់ការខ្លួនឯងទោះបីមានភាពប្រកួតប្រជែងនឹងការបើកចំហក៏ដោយតែធ្វើយ៉ាងណាឲ្យសមត្ថភាពការផ្គត់ផ្គង់និងការគ្រប់គ្រងផលិតផលក្នុងស្រុករីកទៅបានគុណភាពល្អនិងតម្លៃសមរម្យនេះគឺជាគោលដៅទើបមានចីរភាពបើមិនចឹងទេអត់មានចីរភាពទេហើយនេះគឺជាឧទាហរណ៍មួយបាទដែលរដ្ឋនឹងបន្តមើលនៅអតិភិបប្រមាណមុខទៀតបន្លែផ្លែឈើបន្លែមួយចំនួនដែលយើងត្រូវជួយនៅក្នុងវិស័យកសិកម្មដើម្បីជំនួសការដបចូលរឿងនិយាយដោយថារឿងកំ pl ែងប៉ុន្តែរឿងជារឿងពិតប៉ុន្តែវាឆ្លុះបញ្ចាំងពីចំណុចដែលយើងត្រូវពង្រឹងអញ្ចឹងរឿងតាក់ទងសុខភាពរឿងចំណីអាហារបាទនៅប្រទេសខ្លះគេមានអង្គភាពមួយត្រួតពិនិត្យទាំងពីរនឹងតែម្ដងឧទាហរណ៍លក់ថ្នាំនៅ pharmacy តើលក់ថ្នាំនឹងហួសទន្លេឬមួយក៏យ៉ាងម៉េចថ្នាំคล้ายអានឹងត្រូវការធានាច្បាស់លាស់ប៉ុន្តែយើងមិនអាចកាត់ក្រសួងសុខាភិបាលចោលទេយើងមិនអាចឲ្យក្រសួងសុខាភិបាលឈិនឆៃទេបាទតែក្រសួងសុខាភិបាលត្រូវពិនិត្យវិធីសាស្ត្រអីកុំឲ្យវាស្ទះសម្រួលនីតិវិធីកម្រិតណាដែលថាអាចធានាបាននៅគុណភាពពិនិត្យជាមួយគណៈវិជ្ជាជីវៈឬមួយក៏ស្តង់ដារណាមួយទី2ត្រូវបរិយាសមត្ថភាពនៃអង្គភាពដែលសំខាន់ឧទាហរណ៍យើងមាន5ថ្នាក់ត្រូវការតែ3ថ្នាក់ត្រួតលុប2ថ្នាក់ចោលទុក3ថ្នាក់បង្កើនសមត្ថភាពបើត្រូវការបង្កើនមនុស្សបង្កើនការវិនិយោគបន្ថែមឲ្យ3ថ្នាក់ហ្នឹងប្រសិទ្ធភាពឲ្យដើរលឿនយើងត្រូវធ្វើដូចខ្ញុំប្រាប់ឲ្យដំវ៉ាន់ទេបើថាត្រូវការពង្រីកឡាបូត្រូវការទិញឧបករណ៍ម៉ាស៊ីនមកថែមទៀតដើម្បីធ្វើម៉េចកុំឲ្យផលិតផលដែរប្រជាពលរដ្ឋយើង SME គាត់ដាក់ទៅមុននឹងគាត់យកទៅផលិតចាំយូរពេកយើងត្រូវហ៊ានធ្វើអាហ្នឹងព្រោះអាហ្នឹងវាចំគោលដៅតែកុំទៅទិញអាឡាបអាផ្នែកផ្សេងទៀតដែលវាអត់ចាំបាច់យកអាចាំបាច់ឲ្យពង្រីកអានឹងតែម្ដងមនុស្សពង្រៀនបន្ថែមដើម្បីឲ្យឡាបូហ្នឹងឧទាហរណ៍យើងមានតែ20នាក់30នាក់ឬ50នាក់ម៉ាស៊ីនមានតែ20ផលិតផលត្រូវការប្រហែលជាមួយខែដើម្បីឆ្លងឬមួយក៏យូរអញ្ចឹងត្រូវពង្រីកអាហ្នឹងព្រោះអាហ្នឹងវាសំខាន់អាចថាមនុស្សបន្ថែមទិញម៉ាស៊ីនបន្ថែមដើម្បីឲ្យជាជាងមួយខែហ្នឹងកាត់មកទៅ5-10ថ្ងៃឬមួយអាទិត្យដើម្បីយើងចេញនេះគឺជាការត្រូវធ្វើកែសម្រួលនីតិវិធីកាត់បន្ថយកែតម្រង់នៅអ្វីដែលមិនចាំបាច់ពង្រឹងនៅអ្វីដែលចាំបាច់ឲ្យចំគោលដៅដើម្បីបម្រើសេវាឲ្យបានលឿនឲ្យបានសុក្រិតឲ្យបានគុណភាពច្បាស់លាស់អត់មានឈិនឆៃដើម្បីបង្កើនការទុកចិត្តរបស់អតិថិជនបន្ថែមពីនេះការកំណត់រៀបចំទិវាជាតិសហគ្រាសធុនមីក្រូតូចនិងមធ្យមគឺជាវេទិការបស់រាជរដ្ឋាភិបាលនិង MSME ដើម្បីពិភាក្សាស្វែងយល់អំពីបញ្ហាប្រឈមនិងដាក់ចេញនូវវិធានការគោលនយោបាយនិងការលើកទឹកចិត្តកាន់តែមានលក្ខណៈប្រកបនិយមរឹតចំណងសាមគ្គីភាពមិត្តភាពនិងកិច្ចសហការរវាងម្ចាស់សហគ្រាសនិងក្រសួងស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដៃគូអភិវឌ្ឍសមាគមវិស័យឯកជនផ្ដល់តម្លៃនិងលើកទឹកចិត្តដល់ម្ចាស់សហគ្រាសធុនមីក្រូតូចនិងមធ្យមសិប្បកម្មនិងការតាំងបង្ហាញផលិតផលជាតិសូមអញ្ជើញស្ដាប់ប្រសាសន៍របស់សម្ដេចបវរដូចតទៅដើម្បីជួយសម្រួលវិស័យឯកជនត្រូវរួមគ្នាដើម្បីយើងធ្វើយ៉ាងណាពង្រឹងនៅសមត្ថភាពនិងគុណភាពនៃការផលិតនេះ